ภาษะเจตสักภาษะเจตสักជាធម្មជាតិដែលប៉ះទប់អារម្មណ៍ពិសេសចំពោះខ្លួនរបស់ភាសាចេតសិកមាន4ប្រការដែលហៅថាលក្ខណាតិចតុកៈគឺផសនៈលក្ខណោមានការប៉ះទប់អារម្មណ៍ជាលក្ខណៈសង្ខេតៈអ្នករសោមានការតភ្ជាប់គ្នាអារម្មណ៍ទ្វាវិញ្ញាណជាកិច្ចសន្និបាតបច្ចុប្បដ្ឋានោមានការប្រជុំព្រមគ្នាជាផលអបាថកតវិសយបតិដ្ឋានោមានអារម្មណ៍ដែលប្រកបចំពោះមុខជាហេតុចិត្តភាសៈចេតសិកដែលមានការប៉ះទប់អារម្មណ៍ជាលក្ខណៈនោះព្រោះភាសៈនោះមានអត្ថាប៉ះទប់ភាសៈនេះជាអរូបធម៌ការប៉ះទប់នោះទើបប្រព្រឹត្តទៅដោយការប៉ះទប់អារម្មណ៍នោះដូចជាមនុស្សដែលឃើញអ្នកដទៃទទួលទានរបស់ជូរហើយកើតការស្រាវទឹកមាត់ហាក់ដូចជាខ្លួនឯងដែលកំពុងប៉ះទប់ជាមួយរបស់ជូរដែលមានសភាពដូច្នេះក៏ប្រព្រឹត្តទៅដោយអាការៈដែលភាសៈប៉ះទប់ជាមួយអារម្មណ៍នោះឯងសូម្បីភាសៈដែលជាអរូបធម៌ប៉ះទប់អារម្មណ៍ជាលក្ខណៈនិងកាលប៉ះទប់ហើយរមែងរលត់ទៅមិនមានអ្វីសល់ជាប់នៅក៏ពិតតែភាសៈនោះក៏ជាអ្នកតភ្ជាប់ចិត្តជាមួយអារម្មណ៍ឲ្យកើតការដឹងឡើងមកដូចជាតភ្ជាប់រូបជាមួយភ្នែកឲ្យឃើញតភ្ជាប់សំឡេងជាមួយត្រចៀកឲ្យឮជាដើមទើបឈ្មោះថាភាសៈមានការតភ្ជាប់ចិត្តជាមួយអារម្មណ៍ជាកិច្ចកាលភាសៈជាអ្នកតភ្ជាប់ចិត្តជាមួយអារម្មណ៍ហើយសភាវធម៌ដែលជាផលរបស់ភាសៈនោះទើបកើតឡើង3ប្រការគឺអារម្មណ៍មួយទ្វាមួយនិងវិញ្ញាណមួយពោលគឺកើតការប្រជុំព្រមគ្នានៃសភាវធម៌3ប្រការដោយពោលហើយនោះទើបឈ្មោះថាភាសៈមានការប្រជុំព្រមគ្នានៃសភាវធម៌3ប្រការជាផលប្រកបភាសៈរមែងមានអារម្មណ៍ជាហេតុចិត្តពោលគឺការមានអារម្មណ៍មកកាន់កន្លងទ្វាប្រកបដោយការតាំងចិត្តសំរុំដែលឥន្ទ្រីតតែងល្អហើយរមែងជាហេតុចិត្តឲ្យភាសៈកើតឡើងដោយមិនមានអ្វីរារាំង